អបអរសាទរទិវាបរិស្ថានពិភពលោកយើងទាំងអស់គ្នាទៅចូលរួមសមាតបរិស្ថានទៅធ្វើឲ្យសុខភាពល្អពិតជាសប្បាយរីករាយខ្លាំងមែនតើបានទៅសម្រាប់ជុំគ្នាមួយក្រុមយុវជនយើងអញ្ចឹងណាហើយមួយទៀតធ្វើឲ្យបរិស្ថានស្អាតគ្មានសម្រាមតាមទៅពេលនេះខ្ញុំសំណូមពរឲ្យបងប្អូនទាំងអស់គ្នាចូលរួមសមាតបរិស្ថានរបស់គ្នាដើម្បីឲ្យបរិស្ថានស្អាតមិនមានសម្រាមហើយធ្វើឲ្យពេលដែលអស់សម្រាមទៅធ្វើឲ្យសុខភាពយើងល្អប្រសើរជាងមុនមិនមានជំងឺអ្វីទាំងអស់តែខ្ញុំបានចូលរួមនៅកម្មវិធីបរិស្ថានពិភពលោកនេះគឺយើងមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងដែលបានជួយសមាជិកបរិស្ថានរបស់យើងឲ្យបានស្អាតហើយនឹងបង្រៀនទៅកាន់អ្នកភូមិដែលដាច់ស្រយាលឲ្យពួកគាត់បានយល់ដឹងអំពីបរិស្ថានយុទ្ធនាការបរិស្ថានស្អាតនិងសុខភាពនៅថ្ងៃទី21 ខែមិថុនាឆ្នាំ2026យុវជនព្រៃឡង់បានសហការគ្នាដើម្បីរៀបចំកម្មវិធីទិវាបរិស្ថានពិភពលោកនិងមានការចូលរួមពីយុវជនចំនួន4ឃុំមានដូចជាឃុំដងកំបិតឃុំងនឃុំមានរិទ្ធនិងឃុំសណ្ដានកម្មវិធីនេះផងដែរធ្វើឡើងនៅក្នុងទីតាំងភូមិជុំប្រអប់តំបន់ស្រុកចាស់ឃុំសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំនៅក្នុងគោលបំណងពង្រឹងការសហការរវាងអាជ្ញាធរមូលដ្ឋាននិងយុវជន 2. ការសហការជាមួយសហគមន៍ដើម្បីលើកកម្ពស់បរិស្ថានស្អាត 3. ការផ្សារភ្ជាប់រវាងទំនាក់ទំនងពីយុវជននៅតំបន់មួយទៅតំបន់មួយនិងពីភូមិមួយទៅភូមិមួយក្នុងការលើកកម្ពស់បរិស្ថានស្អាតសម្រាប់សមាជិកអ្នកចូលរួមមានដូចជាអាជ្ញាធរមូលដ្ឋានមន្ត្រីអប់រំសិស្សានុសិស្សនៃសាលាបឋមសិក្សាជុំប្រអប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាននិងយុវជនទៅពីតំបន់ផ្សេងៗផងដែរ